ណាការ៉េមែន1 2 3ជម្រាបសួរស្ដីអ្នកនរគ្នាខ្ញុំវីរ៉ាខ្ញុំឆ្មាតូចbây giờមកកម្មវិធីសោសិផាមកវិញហើយអេពីសូតណាទី8ចាសាក់ថ្មពីអតីតគឺថាថ្មពេញបឹកចាឡើងចង់ផ្ទុះសេថ្មមីរ៉ាមិនដែរដាក់សូសិភៅអត់នឹងតិចព្រោះការងារច្រើនមិនធម្មតាណាធ្វើសូសិភៅមួយអាទិត្យណាថតយើងត្រូវប្រើពេលប្រហែល2ម៉ោងចា2ម៉ោង3ម៉ោងជាងហើយយើងចេះតែថតនឹងហើយបន្ទាប់ពីថតហ្នឹងគឺការងារច្រើនទៀតណាការងារជិះការងារមករហូតចាយើងត្រៀមខ្លួនដូចជាស្រេចចាសម្រាប់អេពីសូតទី8នេះគឺថា topic របស់យើងគឺជា topic អំពី bùm 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 tao បងនេះខ្ញុំសូមព្រីមតិចសិនមានន័យថាក្នុងអេពីសូតនេះយើងនឹងប្រាប់អ្នកនរគ្នាថាបុកថុកជាអីហើយបើសិនជាអ្នកដែលចង់ខ្លាចជាបុកថុកហ្នឹងគឺគាត់ត្រូវត្រៀមឲ្យគេខ្លះហ្នឹងហើយហើយតើត្រៀមផ្លូវចិត្តបែបណាហើយបើអ្នកនរគ្នាគិតថាអូខ្ញុំចង់ខ្លាចជាបុកថុកគាត់តែមានសភៅច្រើនឬក៏អានសភៅឲ្យបានច្រើនឬក៏ត្រូវការរបស់ថ្លៃដើម្បីថតឬក៏ edit ផ្សេងៗណាមិនទេបាត់ទេកុំអាឌីថាហ្នឹងហើយនិយាយទៅគឺយើងនឹងប្រាប់អ្នកនរគ្នានៅក្នុងអេពីសូតហ្នឹងថាយើងធ្វើការគេថាចឹងទៅហ្នឹងហើយដំបូងឡើយគឺទី1របស់យើងគឺអ្វីទៅជាបុកថុកហ្នឹងហើយបើសម្រាប់ខ្ញុំបុកថុកគឺជាអ្នកដែលអានសភៅហើយឬក៏គាត់ធ្វើវីដេអូអំពីសភៅមិនថាការធ្វើវីដេអូហ្នឹងគឺរបៀបនៃការអានអារម្មណ៍នៅពេលដែលអានហើយឬក៏មិនថាគាត់រៀបចំសភៅឬគាត់ក៏ទិញសភៅ unboxing អីទាំងអស់ហ្នឹងណា share ពីសភៅទាំងអស់ហ្នឹងណានិយាយទៅអាហ្នឹងក៏គេហៅថាម៉េច reading journey របស់គាត់ណាហ្នឹងហើយចាំថាការអានផុសគាត់ពីមួយកលៈទៅមួយកលៈហ្នឹងហើយអាហ្នឹងក៏គាត់អាចចែកម្លេចហ្នឹងក៏អាចជាបុកថុកដូចគ្នាពីព្រោះមានន័យថាបុកថុកហ្នឹងណាវាទូលំទូលាយហើយនៃទី1ដែលខ្ញុំអត់ចង់ឲ្យអ្នកផ្ដោតលើបុកថុកម្នាក់គឺជាអ្នកដែលនាំឲ្យមនុស្សម្នាក់ទៀតចាប់ផ្ដើមស្រឡាញ់ការអានចាហ្នឹងហើយអាហ្នឹងបុកថុកដែលមានន័យសម្រាប់ខ្ញុំជួយសម្រាប់ម៉េចបើសម្រាប់ខ្ញុំបុកថុកគឺជាអ្នកដែលចែករំលែកអំពីសិភៅនៅតាមបណ្ដាញសង្គមហើយតែនៅក្នុងគ្រប់រូបភាពទាំងអស់អញ្ចឹងដូចមីរ៉ាបានលើកមកមិញអញ្ចឹងអ្នកខ្លះគាត់ផុសពីការរៀបសិភៅគាត់ថាគាត់រៀបផុសទូសិភៅហ្នឹងក៏គេចាប់អារម្មណ៍ពីសិភៅបាត់ហើយអញ្ចឹងទៅអ្នកខ្លះទៅរូបសិភៅអត់មាននិយាយច្រើនទេប៉ុន្តែគាត់ថតរូបសិភៅស្អាតបង្ហាញទៅអ្នកមើលអញ្ចឹងទៅអ្នកមើលអាចចាប់អារម្មណ៍ពីសិភៅហ្នឹងហើយមួយទៀតការនឹងផុស quote ការផុស quote ការ review និយាយទៅគឺថារបៀបបង្ហាញពីសិភៅគឺមានគ្រប់បែបបទទាំងអស់អញ្ចឹងអ្នកដែលធ្វើទាំងអស់ហ្នឹងហើយផុសទៅលើបណ្ដាញសង្គមហ្នឹងគឺជាបុកថុកហ្នឹងហើយនិយាយទៅនិយាយពីសមាគមអ្នកអានទិញសិភៅអីផ្សេងៗអញ្ចឹងទៅនិយាយទៅចេះដូចមីធ្លាប់ផងអញ្ចឹងហាអានសិភៅមួយក្បាលក៏ជាអ្នកអានថ្ងៃអានសិភៅ100ក្បាលក៏តែជាអ្នកអានអត់ខ្វល់ទេហ្នឹងហើយហើយបុកថុកហ្នឹងក៏មិនខុសពីអ្នកអានធម្មតាដែរគ្រាន់ថាបុកថុកគាត់គឺជាមនុស្សម្នាក់ដែលចូលចិត្តធ្វើអីនៅក្នុងកាមេរ៉ានៅក្នុងវីដេអូផុសចាចែកម្លែកចាព្រោះអីដូចថាឥឡូវដូចខ្លួនខ្ញុំផ្ទាល់ដូចមីរ៉ាផ្ទាល់ពួកយើងនៅមុខកាមេរ៉ាគឺអត់អៀនទេអញ្ចឹងចូលចិត្តនិយាយនៅមុខកាមេរ៉ាអញ្ចឹងបើយើងអានសភៅណាយើងចូលចិត្តយើងក៏ផុសទៅប៉ុន្តែបើអ្នកអានមួយចំនួនទៀតគាត់អានបែបស្ងប់ស្ងាត់គាត់អត់ចូលចិត្តផុសអីទេប៉ុន្តែក៏គាត់មាន account មួយសម្រាប់តាមដានអ្នកផ្សេងទៀតអញ្ចឹងទៅដើម្បីនិយាយគ្នារឿងសភៅអីចឹងទៅហ្នឹងហើយអញ្ចឹងសរុបមកបុកថុកក៏ជាអ្នកអានគ្រាន់តែគាត់ចែករំលែកអំពីសភៅចាខ្លីៗងាយស្រួលយល់ហើយមួយទៀតដែលពួកខ្ញុំចង់និយាយថ្ងៃហ្នឹងដូចមីរ៉ាបានលើកឡើងអញ្ចឹងថាតើធ្វើមិនទៅអាចខ្លាចជាបុកថុកតាមពិតវាអត់មានអីជាពិបាកទេត្រូវអត់yes អញ្ចឹងឥឡូវមីរ៉ាប្រាប់ទៅអ្នកមើលមកអញនិយាយបានថាចេះតើចង់ចាប់ផ្ដើមខ្លាចជាបុកថុកហ្នឹងត្រូវការឲ្យគេខ្លះអូខេឥឡូវត្រូវការឲ្យគេខ្លះទី1ដែលយើងនិយាយមុនអញ្ចឹងភាពក្លាហាន yes ភាពក្លាហានកុំអៀនខ្មាស់នៅខាងមុខកាមេរ៉ាមានភាពជាខ្លួនឯងអ្នកគ្នាកុំខ្លាចថាតិចគេអត់ចូលចិត្តខ្ញុំហ្មងតិចខ្ញុំធ្វើអញ្ចឹងទៅគេអត់មើលអ្នកគ្នាកុំគិតចឹងយើងត្រូវក្លាហានហើយអង្គុយមុខកាមេរ៉ាចង់និយាយអីនិយាយហ្នឹងមកអំពីសភៅដែលយើងស្រឡាញ់និយាយទៅអញ្ចឹងភាពក្លាហានហ្នឹងវាអាចមានពីរទៀតក្លាហានទាំងការចែកម្លែកនៅមុខកាមេរ៉ាក្លាហានទាំងផ្ទាល់ទៀតមានន័យថាពេលខ្លះយើងអាចទៅចូលរួមកម្មវិធីផ្សេងៗពីសភៅហ្នឹងក្លាហានក្នុងការទៅចូលរួមហ្នឹងហើយក្លាហានក្នុងការជួបមនុស្សអ្នកអានផ្សេងទៀតពេលដែលយើងទៅជួបចឹងណាយើងចាប់តាម conversation និយាយគ្នាអាហ្នឹងក៏ដឹងពីចំណុចខ្លះៗដែរពេលខ្លះវីដេអូវែងពេកអត់ចូលចិត្តមើលអញ្ចឹងយើងធ្វើខ្លីៗអញ្ចឹងមានចំណុចមួយចំនួនដែលគេអត់បាននិយាយក្នុងកាមេរ៉ាអញ្ចឹងពេលដែលយើងទៅជួបគ្នាផ្ទាល់អានិយាយផ្ទាល់ហ្នឹងគឺបានច្រើនជាងផងហ្នឹងហើយអញ្ចឹងអូខេ
តើអាការចូលរួមកម្មវិធីហ្នឹងក៏សំខាន់សម្រាប់បុកថក Yes ខ្ញុំនិយាយឲ្យខ្លីសម្រាប់បុកថកមិនមែនអ្នកអានដែលគាត់អត់ធ្វើវីដេអូទេណាសម្រាប់បុកថកគឺខ្ញុំគិតថាការចូលរួមកម្មវិធីគឺសំខាន់មែនតើដើម្បីពួកគាត់ចង់និយាយថានៅពេលដែលគាត់ធ្វើវីដេអូគាត់បង្ហាញមុខបង្ហាញអីហើយនៅពេលដែលគាត់ចូលកម្មវិធីគឺនឹងមានគេស្គាល់ទៀតហើយគាត់នឹងស្គាល់កម្មវិធីគាត់នឹងស្គាល់បុកថកផ្សេងៗទៀតអញ្ចឹងវាទៅជា network មួយនៅក្នុង community ហ្នឹង Yes ហ្នឹងហើយអញ្ចឹងធ្វើជាបុកថកកុំភ្លេចចូលរួមកម្មវិធីសិភៅអញ្ចឹងទី1ដល់គ្នាចង់បានត្រូវមានគឺភាពក្លាហានទី2សម្រាប់ខ្ញុំណាគឺអ្នកគ្នាឈប់គិតទៅថាតើតាមានសិភៅ50ក្បាល100ក្បាលទៅអាចធ្វើជាបុកថកបានខ្ញុំចាប់ផ្ដើមពីសិភៅបន្ទូតូចទេអ្នកគ្នាហើយពេលហ្នឹងខ្ញុំធ្វើវីដេអូពេលខ្ញុំមានសិភៅយ៉ាងច្រើន10ក្បាលចាដែលខ្ញុំចាប់ផ្ដើមធ្វើវីដេអូដំបូងហ្មងណាគឺយ៉ាងច្រើនមាន10ក្បាលទេអញ្ចឹងអ្នកគ្នាកុំគិតថាអូខ្ញុំមានសិភៅអត់ច្រើនទេធ្វើអត់ការអត់ទេអ្នកគ្នាសិភៅមួយក្បាលធ្វើ20 content ក៏បានដែរ Yes ហើយបើអ្នកគ្នាធ្វើត្រូវ20 content ហ្នឹងយ៉ាងហោចណាស់ក៏មាន1ទៅ2 content ផ្ទុះដែរអាចទេអាចនិយាយទៅចេះខ្លះជាបុកថកវាមិនមែនស្ថិតនៅលើចំនួនសិភៅទេវាស្ថិតនៅលើ content របស់អ្នកទាំងអស់គ្នាតែអ្នកគ្នាចាប់ content អីពីសិភៅហ្នឹងដូចមិនយើងចឹងសិភៅមួយក្បាលអាចធ្វើ20 content ទី1 unboxing មកដល់ unboxing ទី2 unboxing ហើយផុសនិយាយពីសិភៅហ្នឹងវាជាប្រភេទអីដែលបានទិញចាប់អារម្មណ៍ពីសិភៅហ្នឹងទី3អីគេទៀតថតរូបផ្សេងអីផ្សេងចឹងទៅហើយទី4ពេលដែលអានហើយធ្វើ journey នៃការអានហ្នឹងអូខ្ញុំចាប់ផ្ដើមពី episode 1ហើយអារម្មណ៍ខ្ញុំចេះចាប់បាត់មកវីដេអូ episode 2ខ្ញុំអានហើយគឺអារម្មណ៍ចេះខ្ញុំ20អីគេក្នុងរឿងហ្នឹង20ភាគមិនមែនធ្វើបាន20វីដេអូបាត់ទេហើយសរុបរួមអូខេអារម្មណ៍ខ្ញុំបន្ទាប់ពីអានចប់ចេះមួយចេះពីរចឹងទៀតហើយមានតួអង្គច្រើននៅក្នុងសិភៅអញ្ចឹងមក content វិភាគតួអង្គហ្នឹងក៏បានដែរអញ្ចឹងមិនថាវាធ្វើបានច្រើនមែនតើអញ្ចឹងវាមិនមែនទៅលើចំនួនសិភៅទេគឺស្ថិតនៅលើ content របស់អ្នកគ្នាតែអ្នកគ្នាចាប់យកអីគេមកបង្ហាញទៅកាន់អ្នកមើល Yes ហើយមួយទៀតដែលខ្ញុំចង់និយាយកន្លែងហ្នឹងគឺនៅពេលអ្នកគ្នាចាប់ content ហ្នឹងមកកុំចាប់តាម content គេផ្សេងអារម្មណ៍អ្នកគ្នាជាមួយនឹងសិភៅហ្នឹងបែបណាអ្នកគ្នាត្រូវហ៊ាននិយាយបែបហ្នឹងចង់ថាស្រឡាញ់អីគឺនិយាយហ្នឹងមកកុំតាមគេឃើញគេស្រឡាញ់ចំណុចមួយហ្នឹងពីសិភៅហ្នឹងលើកអាហ្នឹងមកនិយាយអញ្ចឹងវានឹងច្រំដែរវាអត់ថ្មីទេអារម្មណ៍របស់យើងគឺខុសគ្នាក៏ប៉ុន្តែអាឡៃហ្នឹងចង់មានន័យថាចេះពេលខ្លះយើងចាប់ផ្ដើមមកអត់ដឹងថាធ្វើម៉េចអត់ធ្វើអាចមើល content បុកថកផ្សេងទៀតអាចមើលប៉ុន្តែពេលដែលយកមកធ្វើខ្លួនឯងហ្នឹងគឺធ្វើជារបស់ខ្លួនឯងហ្នឹងហើយកុំយកចំណាប់អារម្មណ៍គេយកមកធ្វើចំណាប់អារម្មណ៍តែអានេះបើយើងនិយាយទៅ copy มันជា copy ចឹងចេះពេលដែលយកចំណាប់អារម្មណ៍គេមកដាក់របស់ខ្លួនឯងហ្នឹងអានោះជា copy ហើយប៉ុន្តែនៅពេលដែលមើល content របស់គេហើយយើងយកមកធ្វើរបស់យើងអាហ្នឹងបានជារបស់យើងយល់ទេប៉ុន្តែខ្ញុំនិយាយហ្នឹងមិនមែនចង់លក្ខណៈ copy ទេខ្ញុំចង់និយាយថាឧទាហរណ៍ថាក្នុងរឿងហ្នឹង content Mira និយាយថាសភៅហ្នឹងនិយាយពី enemy to lover trope អូខេខ្ញុំឆ្លាញ់អាហ្នឹងដោយសារវាចេះដល់ពេលហើយយើងមើលទៅអូ content Mira គេមើលច្រើនណាស់ដោយសាររៀបរាប់ពីសភៅហ្នឹងដល់ពេលយើងយកមកយើងរៀបរាប់ពីសភៅហ្នឹងដែរគាត់តែខុសពាក្យគ្នាប៉ុន្តែវាមិនមែនជាអារម្មណ៍របស់យើងខ្ញុំចង់ឲ្យអ្នកគ្នាធ្វើ content សភៅហ្នឹងនិយាយពីសភៅហ្នឹងគឺជាអារម្មណ៍អ្នកទាំងអស់គ្នាមិនមែនជាអារម្មណ៍អ្នកនៅក្នុងវិស័យសភៅហ្នឹងគេនាំគ្នាផុសអារម្មណ៍បែបណាអ្នកគ្នាត្រូវផុសបែបហ្នឹងគឺមិនមែនបែបហ្នឹងទេស្រឡាញ់បែបណាស្រឡាញ់ចំណុចណានិយាយចេញមកស្រឡាញ់ហ្នឹងព្យាយាមស្វែងយល់អីដែលខ្លួនឯងស្រឡាញ់អីខ្លួនឯងចូលចិត្តហើយធ្វើអាហ្នឹងចាហ្នឹង Yes យល់អូខេហើយមីរ៉ានិយាយពី content inspireចឹងថាអាហ្នឹងក៏បានដែរដូចឥឡូវបើដូចមិនអញ្ចឹងពេលខ្លះគាត់កាំង content ដែរអញ្ចឹងគាត់អាចមើលរបស់គេបានមិនថាមើលដូចនិយាយពីតួអង្គអញ្ចឹងអាចនិយាយពីតួអង្គហ្នឹងបានប៉ុន្តែគាត់យកមកនិយាយពីតួអង្គហ្នឹងប៉ុន្តែអារម្មណ៍របស់គាត់សម្រាប់តួអង្គហ្នឹងយល់ហ្នឹងហើយអញ្ចឹងយើងព្យាយាមបង្ហាញអារម្មណ៍របស់ខ្លួនឯងទៅតាមcontent កុំមើលផុសគេច្រើនពេកកុំមើលផុសគេហ្នឹងខ្ញុំចង់និយាយថាកុំមើលអារម្មណ៍ផុសគេការសរសេរផុសគេការគិតផុសគេហើយយកមកដាក់នៅក្នុងវីដេអូខ្លួនឯងវាគឺនឹងច្រំដែរហើយអត់ថ្មីទេអញ្ចឹងសរុបមកវិញតកតងនឹងសភៅហ្នឹងគឺយើងអត់ចង់និយាយពីចំនួនសភៅទេអ្នកគ្នាមានសភៅមួយក្បាលក៏អាចធ្វើជាបុកថកបានដែរចា Yes និយាយទៅអញ្ចឹងគេនិយាយថាចេះអានសភៅដែលត្រូវនឹងចិត្តយើងដែលយើងស្រឡាញ់5ក្បាលប្រសើរជាងអានសភៅដែលខុសពីចិត្តយើង50ក្បាលត្រូវហើយពេលយើងអានត្រូវ5ក្បាលហ្នឹងគឺថាមិនដឹងថាមានពាក្យពេចន៍អីនិយាយខ្លះហេខ្ញុំជឿថាចេះស្រឡាញ់គឺច្រើនខ្ញុំជឿថាចេះនៅពេលដែលយើងអានសភៅត្រូវគឺយើងចង់ចែកម្លែកទៅគេហើយយើងមានពាក្យច្រើនដែលចង់និយាយយើងមាន content ក្នុងវីដេអូច្រើនដែលយើងចង់ធ្វើយល់ទេ Yes ហ្នឹងហើយឥឡូវយើងចូលមកដល់វគ្គមួយទៀតគឺឧបករណ៍ថតទៅតនឹងកាមេរ៉ាចាឥឡូវខ្ញុំនិយាយបទពិសោធន៍ខ្ញុំផ្ទាល់អូខេមីរ៉ាញ៉ាខ្ញុំនិយាយបទពិសោធន៍ខ្ញុំផ្ទាល់កាលហ្នឹងមើលខ្ញុំអានសភៅច្រើនខ្ញុំចាប់ផ្ដើមអានមកគឺខ្ញុំចាប់ផ្ដើមទិញខ្ញុំមិនបានធ្វើវីដេអូធ្វើអីទេពេលហ្នឹងហើយខ្ញុំគិតខ្លួនឯងចេះអូវីដេអូកាមេរ៉ាខ្ញុំប្រុសខ្ញុំធ្វើទៅរបៀប
việc video quality việc mà tao việc ăn lọ việc ăn ấy chẳng hạn nè cần chẳng lỗ là chỗ chấm đô tham rồi có bay khá nhông cất này là chị chấm tên camera việc hàng chị cũng chấm tên camera chấm phơi ấy chẳng từ bàn tay đây nè hiện tại mơ video nhông muốn nó chả mặt dày mỏng cha Oppo camera phone cha lẹ pro bàn tay nhưng mà khoa này សំខាន់ quality video ខ្ញុំ អ្នកនរគ្នាមើលមាន video ខ្លះ hit ដល់ 100k follower 100k view ចាប៉ុន្តែសួរថា quality មិនដែរចាប់ព្រិលប៉ុន្តែគេមិនមែនមើលភាពព្រិលហ្នឹងទេគេស្ដាប់សំឡេងខ្ញុំថាខ្ញុំនិយាយអីគេពីសភៅហ្នឹងតែសភៅវាបែបម៉េចរបស់មីរ៉ាអ្នកគ្នាគឺថាតាក់ទាញមែនតែដែលធ្វើឲ្យយើងអត់ខ្វល់ពីរឿង quality video ទេគឺយើងស្ដាប់គាត់និយាយហ្មងពេលថាចេះពេលខ្លះគេមើលតាសភៅហ្នឹងចំណងជើងអីគេក្របមិនគឺគេបានគេថាស្ដាប់ទៅសំឡេងខ្ញុំមើលពេលខ្លះរបៀបអញ្ចឹងគឺអត់ខ្វល់ថាវីដេអូអ្នកខ្ញុំមិនទេនិយាយទៅកុំគិតពីរឿងអារបស់ថ្លៃដូចជាកាមេរ៉ាត្រូវមានកាមេរ៉ាត្រូវមានទូរស័ព្ទ iPhone អីអត់ទេត្រូវមានអីធ្វើហ្នឹងគឺធ្វើបានខ្ញុំឃើញបុកថុកក្រោយនេះគឺគាត់អត់ខ្វល់ពីនឹងដូចគ្នាមានថាអ្នកខ្លះគាត់វីដេអូគាត់និយាយមែនប្រើដូចវីដេអូខ្ញុំអញ្ចឹងប៉ុន្តែការនិយាយរបស់គាត់ចេញមកគឺល្អមែនតើចាទៅសើហ្មងខ្ញុំក៏មើលដែរណាដល់ខ្ញុំក៏មើលដែរនិយាយទៅខ្ញុំគាត់ថាចា quality កាមេរ៉ាថាឥឡូវនិយាយវីដេអូខ្ញុំចាខ្ញុំថតកាមេរ៉ាវាមើលទៅវាច្បាស់ប៉ុន្តែខ្ញុំគិតថាគេមើលវីដេអូខ្ញុំក៏មិនមែនដោយសារតែពាក្យថាច្បាស់នឹងតែមុខដែរអញ្ចឹងអ្នកទាំងអស់គ្នាកុំអន់ចិត្តជាមួយនឹងខ្លួនឯងគិតថាវីដេអូខ្ញុំថតអត់ច្បាស់ហើយមិនគេអត់មើលមិនមែនអញ្ចឹងទេអ្នកគ្នាយើងត្រូវគិតថា content របស់យើងដែលយើងផុសហ្នឹងគឺនឹងនិយាយពីអីពង្រឹងអាហ្នឹងវិញណាអ្នកគ្នាយើងគិតពីអ្វីដែលយើងមានយើងកុំខ្វល់ពីអ្វីដែលយើងអត់មានអញ្ចឹងយើងមានអីក៏ដោយឲ្យតែថតបានចុច play បានផុសបានអ្នកគ្នាចង់ចែកម្លែកអ្នកគ្នាធ្វើទៅកុំគិតរឿងអស់ហ្នឹងសំខាន់អ្វីដែលយើងចែករំលែក content នៅក្នុងវីដេអូហ្នឹងចាចាប់ផ្ដើមពីតិចទៅគ្រាន់បើជាងនៅរងចាំរហូតចាកុំចាំអ្នកគ្នាបើស្រឡាញ់ចង់ចែកម្លែកអ្នកគ្នាធ្វើទៅហើយចំណុចមួយទៀតគឺអាហ្នឹងយើងត្រូវណែនាំទៅគាត់វិធីខ្ញុំគិតថាគួរវិធីកាត់តហ្នឹងមានច្រើនប្រភេទពេលខ្លះឥឡូវបើយើងនិយាយឲ្យច្បាស់ទៅ app ដែលគេប្រើជាទូលំទូលាយហ្មងមិនថា content creator ឬក៏ផ្សេងគេប្រើ CapCut ដូចយើងក៏ប្រើ CapCut ដែរប៉ុន្តែបើសិនជាក្នុងករណីអ្នកទាំងអស់គ្នា CapCut បើយើងអត់ទិញ Pro ទេវាមាន app វាមានអីច្រើនទៀតវាពិបាកប្រើមែនតើហ្នឹងហើយអញ្ចឹងឥឡូវនៅក្នុង TikTok ក៏កាត់បានដែរនៅក្នុង TikTok គឺមាន function ច្រើនណាស់អ្នកខ្លះពេលខ្លះ TikTok មាន function ច្រើនជាងfunction ខ្លះនៅក្នុង CapCut អត់មានផងនិយាយទៅចាសំខាន់តិចនិចដែលយើងចេះផ្សំគ្នាធូរឧបករណ៍នៅក្នុងការកាត់តហ្នឹងបើសិនជាអ្នកគ្នាមានពេលក្រៅពីការអានសភៅការសិក្សាអាចចូល TikTok ទៅយើងឆែកមើលពីរបៀបកាត់តនៅក្នុង TikTok ហ្នឹងហើយនៅក្នុង TikTok ហ្នឹងក៏មានដែរចាខ្ញុំពេលខ្លះភាសាដែរហើយឡើង support ហ្វុងអក្សរខ្មែរ support ទៀត load ហ្វុងហ្នឹងណា load ហ្វុងនេះចានិយាយទៅគឺបើសិនជាក្នុងករណីដែលយើងអត់ចង់ប្រើប្រាស់លុយដើម្បីទៅចាយទៅអស់ហ្នឹងទេយើងអាចកាត់នៅក្នុងកម្មវិធីមួយចំនួនដែលគេ free ឬក៏បើអាចអត់ចង់ download អីពេញ memory ចាត់នៅក្នុង TikTok តែម្ដងកាត់ឲ្យ upload ហើយយើងលុបចោលហ្មងតើដាក់ចម្រៀងដាក់អីបានមកស្រឡាញ់ទៀតចាគ្រាន់តែនិយាយប៉ុណ្ណឹងបានមក content បានហើយឃើញអត់មានអីទេហើយចុងក្រោយនោះគឺពេលវេលាចាពេលវេលាអញ្ចឹងអ្នកគ្នាត្រូវលៃលកពេលវេលាសម្រាប់ធ្វើ content និយាយទៅពេលវេលានេះវាមានច្រើនចេះពេលវេលាទី1ហ្នឹងគឺការធ្វើ content ហ្នឹងយើងត្រូវមានពេលអានមានពេលធ្វើវីដេអូហើយជាធម្មតាជាធម្មតាមកវីដេអូយើងមិនមែនថតវីដេអូដែលផុសទៅ2នាទីយើងត្រូវថត2នាទីណាបើខ្ជិលនិយាយទៅពេលខ្លះយើងអាចថតច្រើននាទីទៅតាមហ្នឹងមិនថាវីដេអូ voice over ឬក៏វីដេអូចេញមុខទេអាហ្នឹងគឺអ្នកនរគ្នាត្រូវបានចែកពេលវេលាហ្នឹងហើយបើសិនជានៅរៀនទៀតត្រូវបានចែកពេលវេលារៀនបែបណាធ្វើលំហាត់អីគេកាត់ផ្ទះអីផ្សេងអីចឹងទៅហ្នឹងហើយអញ្ចឹងគឺបានពេលវេលាឲ្យច្បាស់ទីបានពេលវេលាអាហ្នឹងពេលវេលាទី1ណាពេលវេលាទី2គឺកុំគិតថាខ្ញុំផុសទៅភ្លាមបានតែ100 view ហ្នឹងកុំគិតចឹង everything ត្រូវការពេលវេលាអ្នកនរគ្នាអញ្ចឹងអ្នកខ្លះគេអាចនឹងនិយាយថាគេរៀងស្គាល់នេះស្គាល់នោះអញ្ចឹងទៅគេផុសទៅគេរៀងឡើងអញ្ចឹងទៅរបៀបអញ្ចឹងណាប៉ុន្តែទោះបីជា content creator ធំមកក៏នៅមានវីដេអូខ្លះគេ flop ដែរចឹងមីរ៉ាចាប់ផ្ដើមដំបូងបានប៉ុន្មាន like 12ខ្ញុំបាន25 like ខ្ញុំបាន12 like ខ្ញុំចាំច្បាស់12 like នៅក្នុង Facebook 12 like តែបើក្នុង TikTok ខ្ញុំភ្លេចទេដូចជាបាន30ជាងម្ដងខ្ញុំភ្លេចបាត់ឯងគ្រាន់ថា view ដូចជា100ជាងទេតែ100ជាងនោះសប្បាយចិត្តបាញ់យាយខ្ញុំអួតប្រាប់ប្តីគេ like ឡើង25នេះសប្បាយចិត្តហ្មងនេះបងប្អូនហើយមួយទៀតអាធ្វើការពេលវេលាហ្នឹងមួយហើយមួយទៀតកុំគិតថារបៀបអីគេ
ពេលដែលអ្នកធ្វើការពេទ្យអ្នកខ្លះគេអាចគាត់អាចធ្វើការពេទ្យយូរដើម្បីឲ្យគេស្គាល់គាត់ឬក៏ content គាត់ផ្ទុកអីចឹងទៅអញ្ចឹងគឺធ្វើការភាពអត់ធ្មត់ធ្វើការពេលវេលាហ្នឹងមែនតើហើយមួយទៀតធ្វើសិនទៅដូចយើងនិយាយចឹងធ្វើភាសាជាងចាក់ពេលខ្លះចេះធ្វើសិនទៅអត់តដឹងថាមិនបាច់ធ្វើសិនទៅពីព្រោះពេលខ្លះអ្នកខ្លះល្បីៗហើយក៏ទៅមើលវីដេអូដើមរបស់គាត់ក៏គាត់ cringe ខ្លួនឯងដែរអញ្ចឹងអ្នកនរគ្នាមិនទេចង់ធ្វើអីធ្វើទៅចេញវីដេអូសិនទៅនិយាយទៅគឺយើងនឹង improve ការទៅមិនយើងនឹងអភិវឌ្ឍខ្លួនឯងនៅពេលដែលយើងធ្វើបើយើងចាំយើងអត់អភិវឌ្ឍទេមានថាយើងចាំទៅចាំនឹងឯងប៉ុន្តែដល់ពេលដែលយើងធ្វើយើងចាប់ផ្ដើមរកឃើញចន្លោះខ្វះខាតហើយយើងអភិវឌ្ឍខ្លួនឯងអញ្ចឹងអានេះគឺទៅការពេលវេលាដូចគ្នាហើយហ្នឹងហើយដល់ពេលមីរ៉ាយើងអភិវឌ្ឍខ្លួនឯងហ្នឹងខ្ញុំឲ្យ tip មួយទៀតដល់ពេលអ្នកគ្នា upload វីដេអូហ្នឹងហើយអ្នកគ្នាអាសាមើលវីដេអូខ្លួនឯងឡើងវិញអាហ្នឹងខ្ញុំសម្រាប់ខ្ញុំអាហ្នឹងខ្ញុំហៅថា monitor វីដេអូខ្លួនឯងឡើងវិញខ្ញុំមិនមើលខ្ញុំពេល upload វីដេអូហ្នឹងហើយខ្ញុំអង្គុយមើលឡើងវិញចង់10ដងមើលហើយអាវីដេអូចាស់ៗក៏ខ្ញុំមើលដែរអញ្ចឹងខ្ញុំមើលហើយខ្ញុំមើលចំណុចខ្វះខាតខ្លួនឯងថាអូខ្ញុំភ្លេចនិយាយពីទំព័រសភៅអូខ្ញុំភ្លេចបន្ថែមឡើងនេះអញ្ចឹងយើងត្រូវចំណាំខ្លួនឯងចា note ទុកហើយ tip មួយទៀតដែលខ្ញុំចង់ប្រាប់អ្នកទាំងអស់គ្នាឬក៏មកថប់ផ្សេងៗព្យាយាម monitor account ខ្លួនឯងជាងទៅមើល account អ្នកផ្សេងអាហ្នឹងអាចថាជា psychology មួយក៏ថាបានដែរនៅពេលដែលយើងចាប់អារម្មណ៍ជាមួយនឹង account អ្នកផ្សេងពេកមើលយូរទៅកាយវិការផងយើងគឺនឹងស្រៀងម្នាក់ហ្នឹងដែលអត់ដឹងខ្លួនវាជាការពិតដែលខ្ញុំធ្លាប់ឆ្លងកាត់ខ្លួនឯងផ្ទាល់នៅពេលដែលខ្ញុំធ្វើ content make up ពេលយើងមើលគេខ្លាំងពេកដោយសារអីឆ្ងល់ថាមិនក៏គាត់ធ្វើទៅមានគេមើលច្រើនគេចាប់អារម្មណ៍ច្រើនអត់ព្យាយាមទេប៉ុន្តែខ្ញុំមើលថាភាព unique របស់គាត់អីគេយើងចាប់អារម្មណ៍ពីគេឡើងយើងភ្លេចពីខ្លួនឯងអញ្ចឹងទៅដល់ពេលដែលយើងធ្វើអារម្មណ៍ដែលយើងមើលគេហ្នឹងវាអូតូមកខ្លួនឯងហ្មងណាដូចថាយើងមើលម្នាក់ហ្នឹងច្រើនពេកអញ្ចឹងមុខថប់ហ្នឹងក៏មិនខុសគ្នាដែរអ្នកគ្នាការធ្វើ content សភៅព្យាយាមមើល profile ខ្លួនឯងអាហ្នឹងថា offset ជាមួយខ្លួនឯងក៏បានដែរយើងមើលទៅហើយយើង monitor ខ្លួនឯងមើលថាអញ្ចឹងពេលខ្ញុំធ្វើវីដេអូនេះគេមើលច្រើនអញ្ចឹងន័យថាអាហ្នឹងគឺជាចំណុចពិសេសរបស់ខ្ញុំហើយចំណុចខ្លាំងរបស់យើងហើយអញ្ចឹងមើលថាគេធ្វើគេបានផ្ទុះអូខេអាហ្នឹងជាភាព unique របស់គេប៉ុន្តែបើអ្នកនេះទៅធ្វើតាមគេគឺអត់បានយូរទេហើយគឺនឹងកៀង idea ហើយអត់ផ្ទុះដូចគេទេ yes ចាហ្នឹងហើយពេលដែលចាប់ផ្ដើមធ្វើជាបុកថុកហ្នឹងដូចយើងរៀបរាប់មកអញ្ចឹងគឺអ្នកនរគ្នាត្រូវការអីគេភាពក្លាហានត្រូវការពេលវេលាសភៅកាមេរ៉ាការ edit អីផ្សេងៗចឹងទៅ yes គឺមានប៉ុណ្្នឹងឯងអ្នកគ្នាអាចចាប់យកចំណុចខ្លីៗបានហើយបើមានចម្ងល់កន្លែងណាអាច comment សួរពួកយើងបានចាបើក្នុងសម្រាប់សម្រាប់ topic មួយហ្នឹងបើសិនជាអ្នកគ្នា comment ហើយពួកខ្ញុំអាចធ្វើ short video បានទៀតពួកខ្ញុំនឹងឆ្លើយជាមួយនឹង comment ហ្នឹងទៀតតើតោះនឹងមុខថកអញ្ចឹងទៅពួកអីពួកខ្ញុំក៏ចង់ចែករំលែកដែរពួកអីកាលណាមានមុខថកកាន់តែច្រើនវិស័យសភៅវិស័យអំណាចហ្នឹងក៏វាកាន់តែមុខដែរដូចថាពួកយើងគឺជាអ្នកផ្សព្វផ្សាយមួយហើយចង់និយាយអញ្ចឹងហ្នឹងហើយ promoter ពីសភៅនៅលើ social media អញ្ចឹងទៅហ្នឹងចាចឹងហ្នឹងហើយសូមសម្រាប់ផឹកទឹក slash អូខេអញ្ចឹងមុនហ្នឹងយើងរៀងពីការធ្វើជាបុកថុកហ្នឹងគឺយើងត្រូវការអីគេខ្លះមិនថាអ្នកដែលមិនទាន់ចាប់ផ្ដើមចុះឥឡូវអ្នកដែលចាប់ផ្ដើមហើយក៏ត្រៀមកំពុងតែនេះណាគឺនៅពេលដែលធ្វើជាបុកថុកហើយអ្នកគ្នាត្រៀមចិត្តគឺធ្វើចិត្តបែបណាត្រៀមចិត្តបែបណាចាអញ្ចឹងណាហើយយើងត្រូវមានផ្លូវចិត្តបែបណាអញ្ចឹងណាចឹងឥឡូវទី1ខ្ញុំចង់ឲ្យអ្នកគ្នាខ្ញុំចង់សួរអ្នកគ្នាវិញថាចង់ធ្វើជាបុកថុកដើម្បីអីមើលមីរ៉ាចង់ធ្វើជាបុកថុកដើម្បីអីខ្លីៗកុំធ្វើ free ហាត់ណែអ្នកគ្នាកុំយកមីរ៉ាធ្វើជាកម្រងបើយើងធ្វើជាបុកថុកបើសិនជាអ្នកគិតថាធ្វើនឹងដើម្បីបានសភៅ free គឺវាអត់គង់វង្សយូរអង្វែងទេដោយសារអ្វីដែលពួកខ្ញុំចាប់ផ្ដើមតាំងពីអ្នកចាប់ផ្ដើមគឺពួកខ្ញុំធ្វើបុកថុកដើម្បីផ្សព្វផ្សាយពីសភៅដែលខ្លួនឯងស្រឡាញ់ចង់និយាយអំពីសភៅនៅក្នុងកាមេរ៉ាពួកយើងនឹងចូលចិត្តនៅក្នុងកាមេរ៉ាអ្នកទាំងគ្នាអញ្ចឹងចង់និយាយពីសភៅអញ្ចឹងបើសិនជាចំណុចខ្លាំងរបស់អ្នកគ្នានៅពេលដែលអ្នកគ្នាធ្វើបុកថុកដើម្បីបានសភៅ free អ្នកគ្នានឹងតែវតែម្ដងទី1គឺវាចង់និយាយថាចាភ្លាមគឺអត់អាចនឹងបានទទួលកាដូទេអញ្ចឹងកាដូសភៅក៏អត់ចាហើយទី2ដល់ពេលដែលធ្វើដើម្បីតែចង់បានកាដូដល់ពេលធ្វើយកអត់ឆ្លាញ់ហ្នឹងវាអត់បានហ្នឹងតែយូរទៅឡើងធ្វើឡើងឆ្លាញ់ឡើងចង់លេខអីទាំងអស់អញ្ចឹងគឺទៅហើយយល់អញ្ចឹងចំណុចហើយចាពួកខ្ញុំនិយាយកន្លែងហ្នឹងដោយសារអីសំណួរដែលពួកខ្ញុំទទួលបានថាធ្វើមិនទៅបានអញ្ចឹងបងធ្វើមិនទៅបានកាដូធ្វើមិនទៅបានកាដូ
តាមប៉ុនចាស់នេះពួកខ្ញុំគឺចាប់ផ្ដើមពីដើមមកគឺក្នុងនាមជាអ្នកអានសភៅឲ្យចែករំលែកក្នុងនាមជាបុកថកដល់ពេលយើងហ្នឹងឯងចំណាយលុយខ្លួនឯងដល់ពេលយើងធ្វើយូរទៅបងគាត់ឃើញថាអូគាត់ចែករំលែកពីសភៅគាត់ចូលចិត្តសភៅគាត់ស្រឡាញ់អញ្ចឹងក៏គាត់ឲ្យជាកាដូសម្រាប់ការលើកទឹកចិត្តការអរគុណអីចឹងទៅវារបៀបចឹងអ្នកគ្នាប៉ុន្តែបើសួរថាពួកខ្ញុំចាប់ផ្ដើមធ្វើដើម្បីចង់បានសភៅ free គឺអត់មានទេអ្នកគ្នាអត់ដែរគិតហ្មងពេលទៅអង្គដំបងហ្នឹងចាអត់ឡើយគិតចេះអត់ដែរគិតទេពីដំបងហ្នឹងចង់អត់ដែរគិតហ្មងគិតតែថាអូអានសភៅហ្នឹងល្អចង់ចែកឲ្យគេអានដែរពេលខ្លះចេះដូចខ្ញុំចឹងខ្ញុំអានរឿងណាល្អចុះអូយអានទៅមិនចឹងត្រូវអត់ចេះមិនរឿងនេះល្អអានមើលទៅវាចឹងអ្នកគ្នាចឹងមែនហើយអ្នកគ្នាដែរឃើញពួកខ្ញុំគឺសប្បាយចិត្តរហូតនៅពេលធ្វើវីដេអូ unboxing ដោយសារអីគឺអត់ដែលបានរំពឹងថានឹងគិតថាខ្លួនឯងបានអង្គុយ unboxing កាដូសភៅអញ្ចឹងទេវានឹកស្មានមកដល់របៀបថាអាទិត្យហ្នឹងទៅទូបានកាដូពីបងនេះអាទិត្យក្រោយបានបងនេះគឺថាពួកខ្ញុំគឺអត់នឹកស្មានដល់ថាបានអញ្ចឹងទេអ្នកគ្នាដោយសារតែការពីធ្វើដំបូងគឺអត់មានធ្វើដើម្បីចង់បានបែបហ្នឹងវាអញ្ចឹងអ្នកគ្នាទៅចេះត្រឡប់មកវិញណាបើសិនជាអ្នកនរគ្នាខ្លាចជាបុកថប់ពីព្រោះតែអ្នកនរគ្នាស្រឡាញ់និងចូលចិត្តអានសភៅនោះអ្នកនរគ្នានឹងធ្វើអាទាំងអស់ហ្នឹងបានយូរអង្វែងយូរអង្វែងហើយនឹងលូតលាស់ទៀតមិនមែនថាយូរអង្វែងហើយនៅថេអញ្ចឹងណាអរអ្នកគ្នាយូរអង្វែងហើយគឺនឹងលូតលាស់ហ្មងចាអ្នកគ្នាចំណុចមួយទៀតធម្មតានៅពេលដែលយើងចាប់ផ្ដើមធ្វើបុកថប់យើងមិនលុចអ្នកថ្មីថ្មោងតែយើង start ដំបូងហើយក៏មានអ្នកគេធ្វើជំនាន់មុនទៀតប៉ុន្តែចំណុចសំខាន់គឺកុំប្រៀបធៀបរបៀបថាចេះមើលទៅវីដេអូខ្ញុំនឹងម្នាក់នេះស្តៀងគ្នាប៉ុន្តែហេតុអីបានគេល្បីហេតុអីបានគេមើលវីដេអូនឹងច្រើនហេតុអីបានខ្ញុំវីដេអូខ្ញុំអត់មានអ្នកមើលចាប់បានប្រៀបធៀបចឹងកុំប្រៀបធៀបអ្នកទាំងគ្នាខ្ញុំគិតថាចាពេលខ្លះយើងធ្វើវីដេអូហ្នឹងទៅវាអត់ទាន់មានចំណុចអីតាក់ទាញដោយសារយើងតំធ្វើត្បូងយើងអត់ទាន់ស្គាល់ color ខ្លួនឯងហើយការ edit របស់យើងក៏នៅស្ទើរធម្មតាគ្នា edit ណាអាគ្រាន់តែកម្មវិធី edit ហ្នឹងមួយគឺត្រូវឲ្យថ្នាក់ដៃឧស្សាហ៍ប្រើកម្មវិធីហ្នឹងទើបយើងដឹងថាវាមានតិចណែខ្លះការ edit ក៏ជួយឲ្យ content របស់យើងតាក់ទាញដូចយើងនិយាយមុននឹងចឹងថា everything គឺត្រូវការពេលវេលាចា yes អញ្ចឹងពេលខ្លះអ្នកខ្លះគេត្រូវការរាប់ឆ្នាំបានដើម្បីឥឡូវយើងមិននិយាយតែពីបុកថកទេយើងនិយាយពីអ្នកផ្សេងអ្នកខ្លះបង្កើតរូបមន្តឬក៏បង្កើតបទចម្រៀងហ្នឹងណាតើតគាត់ចាស់ទៅវិញបានបទគាត់ល្បីយល់អត់វាអញ្ចឹងគឺវាត្រូវការពេលវេលាមិនថាក្នុងវិស័យអីក៏ដោយអញ្ចឹងធ្វើអីដែលអ្នកនរគ្នាស្រឡាញ់ទៅអ្នកនរគ្នានឹងមានពេលលូតលាស់មើលខ្លួនឯងដូចមិនអញ្ចឹងមើលខ្លួនឯងហើយអភិវឌ្ឍខ្លួនឯងទៅថ្ងៃណាមួយអ្នកនរគ្នានឹងទទួលបានអីដែលគ្នាចង់បានហើយណាមួយទៀតប្រៀបធៀបហ្នឹងចេះកុំប្រៀបធៀបខ្លួនឯងមួយអ្នកដទៃប៉ុន្តែប្រៀបធៀបខ្លួនឯងជាមួយនឹងខ្លួនឯងមានន័យថាឧទាហរណ៍មួយអាទិត្យមុនខ្ញុំធ្វើវីដេអូនេះវាចេះមួយខែក្រោយមកខ្ញុំធ្វើវីដេអូនេះវាចាប់ផ្ដើមឡើងហើយលើ view បែបនេះហើយឡើងឡើងទៅដល់20នាក់ក៏គឺជាសមិទ្ធផលមួយដែរអ្នកទាំងអស់គ្នាត្រូវលើកទឹកចិត្តខ្លួនឯងនិយាយទៅព្យាយាមប្រៀបធៀបខ្លួនឯងមួយខែមុនមួយឆ្នាំមុនថាវាបែបណាហើយឥឡូវខ្ញុំបានបែបណាខ្ញុំអភិវឌ្ឍឲ្យគេខ្លះខ្ញុំលូតលាស់បានប៉ុណ្ណាខ្លះ yes ហ្នឹងហើយដូចខ្ញុំអញ្ចឹងតែថាឥឡូវឆ្នាំហ្នឹង2026ខ្ញុំទៅមើលវីដេអូខ្លួនឯង2025ប្រៀបធៀបហើយយើងគិតទៅកាលមុនបាន like ច្រើនជាងឥឡូវប៉ុន្តែបើនិយាយពីស្នាមញញឹមនៅក្នុងវីដេអូខ្ញុំមានអារម្មណ៍ថាវីដេអូក្រោយៗខ្ញុំសប្បាយចិត្តជាងសប្បាយចិត្តមានភាពជឿជាក់ជាងមុនហ៊ាននិយាយនេះនួយជាងមុនច្រើនតែខ្ញុំឃើញកន្លែងហ្នឹងអញ្ចឹងមានន័យថាអាហ្នឹងគឺជាការលូតលាស់មួយហើយប៉ុន្តែអារឿង like មិញហ្នឹងគឺខ្ញុំនិយាយលេងអ្នកគ្នាប៉ុន្តែអ្នកគ្នាកុំយកផ្លូវចិត្តអ្នកគ្នាទៅរំពឹងជាមួយនឹងការ like ការ share និយាយទៅកុំផ្ដេកផ្ដួលទៅលើអា social media ទាំងពេកចាអ្វីដែលយើងផុសគឺយើងសប្បាយនឹងការធ្វើអាហ្នឹងប៉ុន្តែយើងកុំរំពឹងថាផុសទៅដល់តែមានគេ like ហើយកុំកើតទុកកុំរីករាយជាមួយនឹងពាក្យថាចំនួន like ហ្នឹងណាព្រោះអីចេះឥឡូវមើលយើងផ្ដោតទៅលើការ like ការ share ហ្នឹងខ្លាំងពេកគឺធ្វើឲ្យអ្នកអត់សប្បាយចិត្តជាមួយនឹង content ហ្នឹងហើយគឺលែងសូវចង់ធ្វើទៀតហើយ stress ហ្មងអញ្ចឹងកុំផ្ដេកផ្ដួលនឹងផ្ដោតទៅលើវាខ្លាំងពេកហើយមួយទៀតផ្លូវជីវិតយើងម្នាក់ៗដូចគ្នា yes អញ្ចឹងពេលខ្លះវាគេអាចជួបនេះគេអាចជួបនោះយើងអាចជួបនេះយើងអាចជួបនោះអញ្ចឹងបានន័យថាយើងកុំប្រៀបធៀបគ្នាកុំផ្ដោតទៅលើអាហ្នឹងខ្លាំងពេកអញ្ចឹងទៅអ្នកខ្លះផ្លូវគេល្អរលូនផ្លូវយើងមានកលៈខ្លៃខ្លះប៉ុន្តែខាងមុខវាអាចនឹងមានពេជ្រអីចឹងទៅយើងមិនដឹងមែនអត់វាខុសគ្នាយើងអញ្ចឹងយើងកុំប្រៀបធៀបចំណុចមួយទៀតដែលខ្ញុំចង់បន្ថែមគឺទេពកោសល្យរបស់អ្នកទាំងគ្នាមនុស្ស10នាក់ទេពកោសល្យខុសគ្នាទាំង10គឺអត់ដូចគ្នាទេទោះបីរៀងស្តៀងតែអត់ដូចទេចាឃើញពីរនាក់អង្គុយចិត្តគ្នាអញ្ចឹងអ្នកគ្នាគឺថាខុសគ្នាដាច់ផឹងតែម្ដងខុសតែសក់ក៏ដឹងដាច់ដែរគឺអញ្ចឹងអ្នកគ្នាអញ្ចឹងអ្នកគ្នាត្រូវស្គាល់ color ខ្លួនឯង
ខ្ញុំនិយាយហ្នឹងណាមិនមែនត្រឹមតែធ្វើជា book talk ឯងសូម្បីតែធ្វើជា content creator ផ្សេងក៏ដោយអ្នកនរត្រូវស្គាល់ color ខ្លួនឯងព្រោះអីនៅលើពិភពលោកគឺមានតែអ្នកនរតែម្នាក់ទេមនុស្សម្នាក់គឺមានតែមួយទេអញ្ចឹងបើយើងអត់ស្គាល់ចំណុចពិសេសរបស់ខ្លួនឯងហ្នឹងផងហើយឲ្យគេស្គាល់មិនហើយឥឡូវសួរធ្វើម៉េចបានស្គាល់ color ខ្លួនឯងខ្ញុំពណ៌លឿងមិនមែនទេ color ហ្នឹងមានថាទេពកោសល្យភាពប៉ិនប្រសប់គេហៅអាហ្នឹងវាមានពីកណ្ដៅមកហ្មងណារបៀបអញ្ចឹងហ្នឹងហើយខ្ញុំនិយាយចាខ្ញុំបកកាយនិយាយហើយខ្ញុំមកពេលខ្លះខ្ញុំទៅសាយខ្លួនឯងនេះតែខ្លួនឯងអត់ទេចាបកកាយនិយាយហើយបកកាយបាត់បានទៅតាមហ្នឹងហើយខ្ញុំ reflect លឿនមានថាខ្ញុំក្នុងស្ថានភាពមួយអញ្ចឹងពេលខ្លះខ្ញុំអត់បានត្រៀមអាហ្នឹងទេប៉ុន្តែនៅពេលដែលវាមកភពគូក្បាលខ្ញុំកាត់បាត់ទៅណែហ្មងរបៀបអញ្ចឹងគឺខ្ញុំទៅសាយខ្លួនឯងកន្លែងហ្នឹងដូចគ្នាខ្ញុំអត់អញ្ចឹងឯអ្នកគ្នាដល់ពេលខ្ញុំឃើញមីរ៉ាលឿនអញ្ចឹងខ្ញុំមានអារម្មណ៍ថាខ្ញុំល្ងងមែនម៉ែណាខ្ញុំនិយាយមែនតែបើសួរថាអត់ចំណែនអត់ចំណែនទេប៉ុន្តែគឺកោតសរសើរតែខ្ញុំគិតថាអូអញ្ចឹងន័យថាខ្ញុំត្រូវអានឲ្យច្រើនឬក៏ត្រូវរៀន reflect ឲ្យលឿនដូចមីរ៉ាទើបយើងពេលយើងនិយាយធ្វើ podcast ធ្វើអីចឹងទៅវាបាត់បែនបានលឿនអញ្ចឹងហ្នឹងហើយយើងអញ្ចឹងមិនយើងនិយាយមិនហ្នឹងចេះអញ្ចឹង color ខ្ញុំគឺការនិយាយខ្ញុំការនិយាយអញ្ចឹងទៅ color មិន color ផងខ្ញុំមានអារម្មណ៍ថាការតុបតែងទៅតាមសៀវភៅតុបតែង mood ទៅតាមសៀវភៅការរៀបចំពណ៌ color ការ edit ផងខ្ញុំអីចឹងណាខ្ញុំមើលទៅថា vibe សៀវភៅហ្នឹងដូចថានៅ vibe រឿងរន្ធត់អញ្ចឹងខ្ញុំត្រូវពាក់អាវខ្មៅផាត់មុខបែបណាក្រែមបែបណាសក់បែបណាវាអត់អីឆាតឆាយអ្នកគ្នាព្រោះអីខ្ញុំកម្រិតខ្លួនឯងដែរដោយសារថាហ្នឹងគឺជា content សៀវភៅមិនមែនជា content make up ចឹងពេលខ្ញុំធ្វើគឺខ្ញុំកម្រិតខ្លួនឯងដែរតែប៉ិតខ្ញុំអាចធ្វើបានលើសហ្នឹងតែខ្ញុំត្រូវកម្រិតខ្លួនឯងទៅតាម content របស់ខ្ញុំហ្នឹងហើយប៉ុន្តែសួរថាខ្ញុំចេះ make up អត់ទេចាជាទៅហើយនឹងស្អីឯងខាងនេះគេថាឲ្យរហូតណាអីគេថាតបកុំផ្ទះអីគេតបកុំអស់ឲ្យតបមីរ៉ាគាត់តាញីឆាហើយម្សៅវាអត់ជាប់បានយូរណាខ្ញុំអញ្ចឹង color ខ្ញុំនិយាយ color ខាងនេះការតុបតែងខ្លួនអីចឹងទៅអញ្ចឹងគឺមានបែបហ្នឹងហើយបើនិយាយពី book talk វិញបកកាយនិយាយធ្វើវីដេអូនិយាយបកកាយ edit អារបៀបtrailer អីសភៅចាធ្វើវីដេអូហ្នឹងមកបកកាយរក quote តាក់ទាញវារក quote រកចម្រៀងដែលត្រូវនឹង quote ហ្នឹងហើយរៀបចំអាពណ៌ជុំវិញអីណាដាក់មកបកកាយថតរូបឃើញអត់អញ្ចឹងមិនថាចេះស្វែងរក color ហ្នឹងមិនថាស្វែងរកចំណុចចិត្តស្វែងរកទេពកោសល្យរបស់ខ្លួនឯងឲ្យឃើញប៉ុន្តែសួរថាឥឡូវខ្ញុំវិញខ្ញុំមិនដឹងថា color ខ្ញុំអីគេខ្ញុំមិនដឹងថាទេពកោសល្យខ្ញុំអីគេធ្វើគ្រប់ត្រូវហ្នឹងហើយវាមិនខុសអីពីខ្ញុំសម្រាប់ខ្ញុំផ្ទាល់ហ្មងតាំងពីរៀនhigh school អីគេអនុវិទ្យាល័យជត់អីហ្នឹងណាសួរលោធម្មតាចង់ធ្វើអីធំចាប់រៀនចាប់ចង់រៀនអីគេចាប់ទី12ចង់រៀនអីខ្ញុំតែខ្ញុំអត់ដឹងទេនិយាយទៅព្រោះយើងអត់ដឹងថាយើងពិតជាចង់ធ្វើអីមែនប៉ុន្តែសួរថាមិនខ្ញុំសាករៀនពេលពងរៀនហ្នឹងខ្ញុំធ្វើអីគេបន្ទាប់ពីរៀនចាប់ទី12ខ្ញុំធ្វើគ្រូបន្ទាប់ពីចាប់គ្រូខ្ញុំឡើងមកពេញខ្ញុំធ្វើការបដារៀនខ្ញុំធ្វើខាង transition ខ្ញុំធ្វើអ្នកសរសេរខ្ញុំធ្វើអ្នកនិយាយអ្នកអានអ្នក voice over ខ្ញុំធ្វើសពគ្រប់មានថាដើម្បីស្វែងរកអីដែលខ្ញុំចង់អីដែលខ្ញុំស្រឡាញ់ហ្នឹងហើយឥឡូវខ្ញុំប្រហែលឃើញឯថាខ្ញុំចិត្តធ្វើវីដេអូខ្ញុំចិត្ត voice over សរសេរ script អីអស់ហ្នឹងអញ្ចឹងការងារខ្ញុំក្រៅនោះក៏ហ្នឹងការងារខ្ញុំមួយទៀតអារបៀបជា book talk ហ្នឹងក៏ហ្នឹងដូចគ្នាហើយអាហ្នឹងគឺខ្ញុំរកឃើញខ្លួនឯងរកឃើញ color ខ្ញុំហីអញ្ចឹងបើអ្នកគ្នាអត់ទាន់រកឃើញធ្វើសិនដូចយើងនិយាយមុនហ្នឹងអញ្ចឹងថាយើងធ្វើបើយើងឃើញពីកំហុសហើយយើងអភិវឌ្ឍខ្លួនឯងបើអ្នកនៅតែចាំនៅតែអត់ឃើញចឹងអាហ្នឹងដូចមីរ៉ានិយាយអាហ្នឹងតកតនឹងជីវិតយើងផ្ទាល់ណាប៉ុន្តែដល់ពេលយើងប្រៀបធៀបជាមួយនឹង content សៀវភៅធ្វើឲ្យគ្រប់មុខឥឡូវដូចថាពេលខ្លះខ្ញុំរៀន post status តកតនឹងសៀវភៅហ្នឹងខ្លីៗចឹងទៅអូខេពេលខ្លះទៅខ្ញុំអាន quote ខ្លីៗធ្វើវីដេអូខ្លីៗចឹងទៅហើយយើងយកមកអានបកស្រាយចឹងទៅខ្ញុំមិនមែនអង្គុយតែអាន boxing ហើយ review សោះទេគឺត្រូវផ្លាស់ប្ដូរណាបើសិនជាខ្ញុំអៀនសលេងខ្លួនឯងខ្ញុំអត់ទាន់ហ៊ានបញ្ចូលសលេងដាក់តែថតតែវីដេអូសភៅ quote នៅលើវីដេអូហ្នឹងមកក៏បានហើយមួយចម្រៀងប៉ុន្តែនិយាយទៅសំខាន់អ្នកគ្នាមាន color ដូចថាឥឡូវគ្រាន់តែ quote ហើយចម្រៀងមិនគេស្គាល់ខ្ញុំហ្នឹងអត់ទេអ្នកគ្នាមិនដឹងខ្ញុំនិយាយមួយមុខ TikToker អានណាអ្នកគ្នាគ្រាន់តែខ្ញុំ scroll មកខ្ញុំមិនបាច់មើល username ក៏ខ្ញុំដឹងថាវីដេអូហ្នឹងផកអានកម្រិតហ្នឹងណាអ្នកគ្នាហើយមើលថាបងដូណាហើយនឹងមូនអ្នកដែលបកកាយថតហ្នឹងហើយខ្ញុំ scroll មកខ្ញុំដឹងថារកមួយណាផុសមូនហ្នឹងហើយខ្ញុំក៏ដឹងដែរខ្ញុំមើលដឹងហ្មងអ្នកនរគ្នាអញ្ចឹងន័យថាភាព unique របស់យើង color របស់យើងគឺសំខាន់មែនតើបើសិនជាណាអាចបង្ហាញវានៅលើវីដេអូហ្នឹងបានណាគេនឹងស្គាល់ថាអ្នកហ្នឹងមានចំណុចពិសេសអីគេចំណាប់អារម្មណ៍ផលគេមកលើយើងហ្នឹងគឺថានឹងទទួលបានហ្មងវិញយល់
hay mới tiết bờ sân chỉ video dương vậy mình từng ăn đó từng ca voice over ca edit ca thọ đủ em xem nhá anh đang dương ao này nó hiết phơ từng ăn sân bờ sân vậy hiết toàn khó khăn cái lời của anh hayไปได้phơ tới ram nóไปได้phơ hay ram nóไปได้phơ hai bị bài nè cầm lông đó á cứ chiều vậy đằng hiết là hết phanh rồiไปđằng hiết phơ nâng đằng hiếtสบายจัดไปคลาสจะไหนไปแผ่มเมาหน่อยใบเบี้ยมันได้สบายจัดในโครงการphơ được cònไปคลาสที่จะไหนไปแต่ปีนที่แต่ถุนnhaมานะ นั่นกันนะ អ្នកគ្នាមានរ៉ាញ់និយាយហ្នឹងគឺសំខាន់មែនតើដោយសារអ្នកគ្នាកុំគិតថាបុកថកធ្វើវីដេអូតែ2 3នាទីថតអត់អញ្ចឹងអ្នកគ្នាបើសិនជាអ្នកឃើញវីដេអូហ្នឹង3នាទីថតយ៉ាងហោចណាស់ក៏45នាទីដែរចាបើសិនជាអ្នកគ្នាឃើញវីដេអូដែលយើងអង្គុយអាន quote 1នាទីថតយ៉ាងហោចណាស់ក៏15ទៅ20នាទីហើយបើសួរថាឲ្យមើល memory ទូរស័ព្ទវិញណាថតឡើងវិញប៉ុន្មានដងអ្នកគ្នាអាចថតឡើងវិញច្រើនដងហើយឃើញរូបទៅមួយស្លឹកប៉ុន្តែការរៀបរបស់របរថតរូបហ្នឹងអាចារ្យយូរណាស់អ្នកអរកន្លះម៉ោង1ម៉ោងហើយយើងត្រូវស្រេ angle ពួកឯងស្រេភ្លើងស្រេអីទៀតគ្រប់សក់ហ្មងអញ្ចឹងមានន័យថាពេលខ្លះអ្នកគ្នាគាត់ថាពួកគាត់បានកដោស្រួលនៅលើលោកហ្នឹងវាអត់មានអីស្រួលទេអ្នកគ្នាគឺការខិតខំប្រឹងប្រែងអញ្ចឹងបើសិនជាពួកខ្ញុំប្រាប់ពីចំណុចទាំងអស់ហ្នឹងហើយប៉ុន្តែបើសិនជាអ្នកគ្នាអត់ខំប្រឹងប្រែងគ្រាន់តែថាឥឡូវខ្ញុំនិយាយពីឲ្យរៀងអត់សូវប្រូចាធ្វើឲ្យតែបានលទ្ធផលយើងក៏ដូចគ្នាអ្នកគ្នាបើសិនជាអ្នកចង់បានលទ្ធផលល្អគឺយើងត្រូវខំប្រឹងឲ្យអស់ពីចិត្តទោះការងារហ្នឹងបានលុយឬមិនបានលុយការកំសាន្តការងារពិតប្រាកដអីក៏ដោយឲ្យតែយើងធ្វើអស់ពីចិត្តលទ្ធផលយើងគឺវានឹងល្អជាជាងធ្វើឲ្យតែបានហ្នឹងហើយអញ្ចឹងមកថប់បានសភៅ free តែពេលវេលា free ទេចារាប់ម៉ោងអ្នកទាំងអស់គ្នារាប់ម៉ោងអញ្ចឹងទៅពេលខ្លះខ្ញុំចង់ឲ្យអ្នកគ្នាបើកចិត្តឲ្យទលាយហើយកុំគិតពីចំណុចដែលពួកខ្ញុំគ្រាន់តែបង្ហាញអាភាពសប្បាយរីករាយប្រហែលនាទីហ្នឹងណាប៉ុន្តែ behind the scene គឺថាច្រើនណាស់ឆ្ងល់អត់ហេតុអីយើងកើតមកមានភ្នែក2ដៃ2ដោយសារគេឲ្យយើងមើលឆ្វេងផងមើលស្ដាំផងអញ្ចឹងព្យាយាមនៅកណ្ដាលមើលទាំងពីរចាហ្នឹងហើយកុំឈរទៅលើមួយចាហៀងហើយចេះតែជះមកមួយចាហៀងទៀតណាយល់អត់អញ្ចឹងត្រូវមើលទាំងពីរដូចគ្នាត្រូវមានតម្លាភាព Yes ចាអ្នកគ្នាពេលឃើញបុកថប់ឥឡូវខ្ញុំមិននិយាយតែខ្ញុំពីរនាក់ណាបុកថប់ផ្សេងចានៅពេលដែលគាត់បាន gift នៅពេលដែលគាត់បានអីយើងកុំកើតអាភាពចំណែនឬក៏អត់សប្បាយចិត្តយើងត្រូវគិតថាអូខេបើពួកគាត់ធ្វើបានខ្ញុំក៏ធ្វើបានដូចគ្នាខ្ញុំនឹងខំប្រឹងចែកចាយអំពីសភៅដែលសារខ្ញុំពិតជាស្រឡាញ់សភៅពិតមែនមិនគ្រាន់តែចង់បានកាដូទេប៉ុន្តែខ្ញុំគិតថានឹងមានថ្ងៃណាមួយដូចពួកគាត់ព្រោះអីការដែលទទួលបានកាដូគឺវាល្អមែនតើសម្រាប់អ្នកអានសម្រាប់អ្នកធ្វើ content វាជាចង់និយាយថាអាចថាជារង្វាន់លើកទឹកចិត្តសម្រាប់យើងចាស់ហ្នឹងហើយអញ្ចឹងពេលមើលមុខ talker ផ្សេងៗដែលគេ unboxing កាដូហើយយើងត្រូវយកទាំងអស់ហ្នឹងទៅជា motivation inspire វិញហ្នឹងហើយគិតអីដែល positive ទៅអ្នកនរគ្នាចាសិតតែជាអ្នកអានដូចតែគ្នាទេហើយមួយទៀតនេះខ្ញុំចង់លើកឡើងពីអ្នកខ្លះគាត់ថាតើខ្ញុំល្បីមិនខ្ញុំបានកាដូអីអត់ទេខ្ញុំឃើញខ្ញុំនិយាយជាមួយអ្នកនិពន្ធហ្មងគាត់ថាម្នាក់ហ្នឹងទោះបីជាមានតែ2 follower ក៏គាត់ឲ្យដែរនៅពេលដែលម្នាក់ហ្នឹងគាត់បង្ហាញថាគាត់ពិតជាស្រឡាញ់សភៅស្រឡាញ់ស្នាដៃរបស់គាត់ពិតមែនថាស្រឡាញ់ដៃស្នាដៃរបស់អ្នកនិពន្ធម្នាក់ហ្នឹងគាត់តែងតែនិយាយចែកម្លែកគាត់និយាយស្នាដៃហ្នឹងថាវា inspire គាត់បែបណាគាត់ស្រឡាញ់បែបណាហើយអ្នកនិពន្ធពិតជាបានបញ្ជ្រាបអាទាំងអស់ទៅក្នុងសភៅមែនណាគាត់មើលឃើញថាអូមានអ្នកអានគាត់ចាប់អារម្មណ៍គាត់ទទួលបានអាទាំងអស់ហ្នឹងដែលគេដាក់បញ្ចូលហ្នឹងគឺគាត់ឲ្យដើម្បីអីជាការអរគុណជាការដឹងគុណដែលស្រឡាញ់ភៅគាត់ឬក៏អីផ្សេងៗអីចឹងទៅហ្នឹងហើយអាហ្នឹងគឺវាអញ្ចឹងដូចគ្នាតែប៉ុណ្ណាគ្នាពេលខ្លះបងអ្នកនិពន្ធឲ្យបុកថកតែគាត់ក៏មិន expect ថាបុកថកនឹងអានភ្លាមដែរដោយសារបុកថកហ្នឹងគឺអានសភៅត្រូវអានឲ្យត្រូវធ្វើវីដេអូអញ្ចឹងពេលខ្លះអានយឺតជាងអ្នកអានធម្មតាអញ្ចឹងការដែលគាត់ឲ្យហ្នឹងគឺចង់និយាយថាគ្រាន់ជាការអរគុណដូចតែគាត់ឲ្យអ្នកអានធម្មតាដូចគ្នាអញ្ចឹងហ្នឹងហើយវាអត់ខុសគ្នាទេគ្រាន់តែអ្នកអានធម្មតាគាត់អត់បានបង្ហាញហើយពួកខ្ញុំអ្នកធ្វើ content យើងបានបង្ហាញប៉ុន្តែសួរថាទឹកចិត្តសម្រាប់អ្នកនិពន្ធទៅលើអ្នកអានគឺដូចគ្នាអត់គឺដូចគ្នាអ្នកគ្នាគ្រាន់តែពួកគាត់អត់បានផុសអញ្ចឹងទៅអ្នកមួយចំនួនគាត់អត់ដឹងចាអញ្ចឹងគាត់មានការយល់ច្រឡំអីអញ្ចឹងទៅហ្នឹងហើយអ្នកគ្នាមួយទៀតការដែលយើងធ្វើ content ធម្មតាពេលយើងធ្វើអស់ហ្នឹងគឺតែងតែមានអ្នកចូលចិត្តហើយនឹងអ្នកអត់ចូលចិត្តអញ្ចឹងនិយាយទៅមិនធ្វើអីក៏ដោយចាធ្វើអីក៏ដោយអ្នកគ្នាគ្រប់យ៉ាងគឺមាន positive និង negative ជានិច្ចទោះបីជាអ្នកគ្នាមិនធ្វើ content ក៏ដោយនៅក្នុងជីវិតប្រចាំថ្ងៃរបស់យើងគឺតែងតែមានអ្នកចូលចិត្តហើយនឹងអ្នកអត់ចូលចិត្តអញ្ចឹងខ្ញុំចង់ឲ្យអ្នកគ្នាកុំភ័យបារម្ភថាពេលខ្ញុំធ្វើវីដេអូទៅគេអត់ចូលចិត្តអីចឹងណាកុំគិតចឹងអ្នកគ្នានិយាយមួយហេតុអីពិបាកចិត្តនឹងមនុស្ស2នាក់ដែលស្អប់យើងជិះជាងសប្បាយចិត្តនឹងមនុស្ស8នាក់ដែលស្រឡាញ់យើងចាប៉ុន្តែចង់និយាយថាចាមួយទៀតគាត់អត់តន់ជួបអ្នកដែលស្រឡាញ់គាត់ទាំង3នាក់ឡើងអញ្ចឹងខ្ញុំចង់និយាយថា
កុំដាក់សម្ពាធមួយខ្លួនឯងហើយកុំភ័យថាខ្លាចគេអត់ចូលចិត្តកុំភ័យអ្នកនេះតែមានមនុស្សអត់ចូលចិត្តគាត់ជាមានមនុស្សចូលចិត្តយើងតែមានមនុស្សចូលចិត្តក៏មានមនុស្សអត់ចូលចិត្តយើងដូចគ្នាអញ្ចឹងអាពីរហ្នឹងគឺដើរអមជាមួយគ្នាអញ្ចឹងដូចខ្ញុំមួយមីរ៉ាអញ្ចឹងអ្នកគ្នាឧទាហរណ៍ថាវីដេអូហ្នឹងបាន400 like ចា400 like ដែលស្រឡាញ់តែខ្ញុំជឿជាក់រហូតហ្មងថានឹងមាន400 like ទៀត400 unlike ដូចគ្នាហ្នឹងហើយប៉ុន្តែដោយសារតែ TikTok វាមាន function ហ្នឹងអូអ្នកគ្នាបើមានអាចលុបដល់1000គាត់ថាបានដែរតែខ្ញុំខ្វល់ផងឃើញអត់ចឹងអ្នកគ្នាធ្វើមុខថោកយើងត្រូវមានផ្លូវចិត្តរឹងមាំពេលណាយើងចង់យើងញាក់មុខចេះហេតុអីបានជាបុព្វបុរសយើងបង្កើតប្រាសាទអង្គរវត្តគឺយើងត្រូវមានផ្លូវចិត្តរឹងមាំដូចគ្រឹះប្រាសាទចឹងអ្នកគ្នាខ្ញុំសង្ឃឹមថានៅពេលដែលពួកខ្ញុំផុសវីដេអូហ្នឹងហើយខ្ញុំនឹងបានជួបមុខទឹកខំមុខថ្មីថ្មីចឹងថាអ្នកគ្នាត្រូវមានភាពក្លាហានកុំខ្លាចកុំភ័យត្រូវតែធ្វើបើស្រឡាញ់ធ្វើទៅហ្នឹងហើយបន្ទាប់ពីផុសវីដេអូនេះខ្ញុំរំពឹងមែនតើជាមួយនឹងសំណួរហៅថាយើងប្រកាសជាអត់បាននិយាយចំណុចណាមួយដែលគាត់ចង់ដឹងពេលខ្លះគាត់ណូទៅចង់ដឹងពីកន្លែងនេះប៉ុន្តែយើងនិយាយរំលងឬក៏ខ្វះកន្លែងហ្នឹងអញ្ចឹងទៅអ្នកនេះអាច comment សួរយើងបានហ្នឹងហើយបើសិនជាមានច្រើនឬក៏សំណួរល្អៗអីយើងនឹងយកមកធ្វើជាវីដេអូខ្លីៗអញ្ចឹងទៅចាពួកយើងនឹងចែករំលែកដល់អ្នកគ្នាសម្រាប់ខ្ញុំម្ដងទៀតគឺ BookTalker មិនមែនគ្រាន់តែជាអ្នកអានទេប៉ុន្តែគឺជាសមាគមមួយដែលបង្កើនការអានឬក៏ណែនាំអ្នកផ្សេងទៀតឲ្យខ្លាចជាអ្នកអានដែរចាហ្នឹងហើយចឹងអ្នកខ្ញុំចង់បញ្ចប់ត្រង់ថាអ្នកនរគ្នាកុំភ័យខ្លាចអ្នកនរគ្នាត្រូវក្លាហានមានភាពជាខ្លួនឯងព្រោះឯសំណួរហ្នឹងខ្ញុំធ្លាប់សួរថាគេធ្លាប់សួរថាខ្ញុំចង់ក្លាហានដូចបងធ្វើមិនបានក្លាហានដូចបងចឹងអ្នកនរគ្នាជឿជាក់មួយខ្លួនឯងណាដូចថាឥឡូវខ្ញុំពេលខ្លះខ្ញុំតែងខ្លួនផ្លែកខ្ញុំអត់ភ័យនឹងខ្លាចគេថាឲ្យព្រោះឯអាហ្នឹងវាជាចរិតរបស់ខ្ញុំចឹងអ្នកគ្នាត្រូវស្វែងរកខ្លួនឯងដូចដែលខ្ញុំនិងមីរ៉ាបានប្រាប់ចឹងស្វែងរកខ្លួនឯងហើយគិតថា color យើងជាលក្ខណៈលេងសើចឬក៏លក្ខណៈ serious ឬក៏បែបណាក្លាហាននឹងធ្វើវាក្លាហាននឹងបង្ហាញវាបើអ្នកគ្នាអត់តន់ធ្វើផងអ្នកគ្នាមិនដឹងថាវាមិនចាត្រូវអត់ហើយធ្វើទៅដូចខ្ញុំនិយាយចឹងតែមានអ្នកអាន like ក៏មានអ្នក like ដែរហើយមួយទៀតអីដែលស្រួលបំផុតណាវាមិនមែនយើងឡើងទៅនិយាយលើឆាកមនុស្សរាប់ពាន់អ្នកកំពុងតែមើលយើងទេក្នុងកាមេរ៉ាអ្នកគ្នានិយាយឲ្យថតហើយអ្នកគ្នាអត់ចង់ផុសមានណាដឹងមានណាឃើញតែខ្លួនឯងហ្នឹងហើយអញ្ចឹងសឹងតែថាយើងថត10វីដេអូហ្នឹងគឺថាជាការ practice ជាការអនុវត្តដូចយើងនិយាយមុខកញ្ចក់អញ្ចឹងមិនដែរធ្វើទៅសាក់នេះទៅអីល្អដែរតែផុសទៅបើថត10វីដេអូហើយខ្ញុំគាត់ថាអត់ទាន់ល្អខ្ញុំអត់ចង់ផុសអត់ដល់មានណាដឹងមានយើងហ្នឹងមានតែយើងខ្លួនឯង Yes យើង like ខ្លួនឯងយើង unlike ខ្លួនឯងចាអេពីសូតហ្នឹងគឺចាប់ត្រឹមប៉ុណ្ណឹងពួកខ្ញុំសង្ឃឹមថាអ្វីដែលពួកខ្ញុំបាននិយាយទាំងអស់ហ្នឹងគឺជួយដល់អ្នកគ្នាសម្រាប់ដែលចង់ធ្វើហើយនឹងជួយស្រាយចម្ងល់មនុស្សមួយចំនួនដែលពួកគាត់គាត់ថាមុខ talker ហ្នឹងអីគេធ្វើអីគេត្រូវមិនខ្លះអីចឹងណាហ្នឹងហើយឬក៏អ្នកដែលចង់ចាប់ផ្ដើមធ្វើអីចឹងទៅហើយអត់ដឹងថាចាប់ផ្ដើមពីកន្លែងណាអីផ្សេងៗចឹងណាសង្ឃឹមថាវីដេអូហ្នឹងនឹងជួយអ្នកគ្នាបានបើមិនច្រើនក៏តិចមកល្មមអីចឹងទៅ Yesអូខេអញ្ចឹងគឺវីដេអូនេះមានតែប៉ុណ្្នឹងទេបើសិនជាអ្នកមានចម្ងល់អីផ្សេងៗអាច comment សួរពួកយើងបានរីករាយនៅក្នុងការឆ្លើយជានិច្ចចាបាយបាយនិយាយផ្លូវចិត្តរឹងមាំហ្នឹងថា1 2 3ផ្លូវចិត្តរឹងមាំចេញអូអ្នកគ្នានឹងដឹងបានវាចេញហ្នឹង1 2 3ញ៉ាំ